បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកណែនាំរបៀបថតវីដេអូដោយបិទអេក្រង់បាទអញ្ចឹងរបៀបថតវីដេអូដោយបិទអេក្រង់អញ្ចឹងបងប្អូនចុចចូលទៅក្នុង setting នឹងមកបាទរូបនិមិត្តសញ្ញាកងចក្របាទចុចចូលមកអូសមកក្រោមរកពាក្យថា General បាទទូទៅកន្លែងការកំណត់រូបលីបកង់ហ្នឹងបាទអញ្ចឹងបងប្អូនចូលមួយទៀតគឺកន្លែង accessibility បាទលក្ខណៈចូលប្រើលទ្ធភាពចូលប្រើអូសមកក្រោមបំផុតបាទកន្លែងខាងក្រោមនេះគឺ accessibility shortcut បាទចុចចូលមកដើម្បីបើកវាអញ្ចឹងបងប្អូនបើកកន្លែង voice over បាទសំឡេងនេះបាទចុចបើកមកចុចចំមកមានសញ្ញា Q បែបនេះបាទអញ្ចឹងបងប្អូនចុចថយអស់ថតវីដេអូបិទអេក្រង់បងប្អូនបន្ថយកន្លែង volume វានេះបន្ថយ volume ឲ្យអស់កុំឲ្យរំខានយើងនៅពេលដែលយើងថតទៅវាលឺដល់គេអញ្ចឹងគេដឹងថាយើងថតអញ្ចឹងបន្ថយអស់មកបាទកន្លែង volume នេះបាទរួចហើយបងប្អូនចូលកន្លែងវីដេអូបាទកន្លែងកាមេរ៉ាមកដើម្បីថតវីដេអូចុចចូលបាទអញ្ចឹងអូសចូលកន្លែងចំវីដេអូត្រូវចុចចំកន្លែងវីដេអូសិនដើម្បីនៅពេលដែលយើងបើកតួនាទីរបស់សំឡេង voice over មកគឺយើងអាចចុចចំវីដេអូនឹងមកអញ្ចឹងมันងាយនឹងចុចបាទអញ្ចឹងរួចរាល់ហើយបងប្អូនចុចកន្លែងប៊ូតុង home នេះ3ដងជាប់គ្នាដើម្បីបើកតួនាទីរបស់ voice over បាទចុចទូទៅគ្នាមក3ដងបាទអញ្ចឹងយើងបើកហើយបាទរួចហើយបងប្អូនចុចកន្លែងវីដេអូចុចចំវីដេអូមកគឺវាមានកឡោនបែបនេះនៅពេលដែលយើងបើកតួនាទីវាហ្នឹងគឺកឡោនបែបហ្នឹងអញ្ចឹងបងប្អូនចង់ play វីដេអូហ្នឹងគឺចុច2ដងបាទដើម្បីដំណើរការថតបាទជាប់គ្នា2ដងមកអញ្ចឹងបងប្អូនឃើញហើយនាទីវាចាប់ផ្ដើមដើរហើយបាទអញ្ចឹងបងប្អូនចង់បិទអេក្រង់យើងបិទអេក្រង់យើងទុកចោលយើងបិទអេក្រង់វីដេអូនេះវានៅតែថតដដែលទេបងប្អូនយកម្រាម3ចុចលើកញ្ចក់អេក្រង់មកទួនគ្នាមក3ដងដែរបាទអញ្ចឹងវានឹងថតបាទចាប់ផ្ដើមថតអញ្ចឹងបងប្អូនថាវីដេអូយើងកំពុងតែថតអត់អញ្ចឹងបងប្អូនអាចយកម្រាមដៃ3ហ្នឹងគោះទៅលើនឹង3ដងទៀតមកដើម្បីចង់ដឹងបាទឃើញទេបងប្អូនគឺនេះវានៅតួនាទីរបស់វាគឺនៅដើរដដែលទេបាទអញ្ចឹងធ្វើឲ្យគេនឹងមិនដឹងថាយើងថតទេអញ្ចឹងចង់បិទបាទបិទការថតអញ្ចឹងបងប្អូនចុចចំនឹង2ដងទៀតមកបាទវីដេអូយើងបានបិទអញ្ចឹងបើបងប្អូនចង់ថាបិទតួនាទីបាទវងមូលនេះបានន័យថាវានៅដំណើរការបាទយើងចុចទៅណាក៏ដំណើរការវាតដិតទាំងអស់បាទគឺវាលោតតាមបាទចុចទៅណាក៏វាតដិតទាំងអស់ដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាចូលហ្វូតូឃើញបងប្អូនគឺវាលោតទៅនេះទាំងអស់អញ្ចឹងបងប្អូនចុចកន្លែងនេះវិញមកបាទកន្លែងប៊ូតុង home នេះ3ដងទួនគ្នាដដែលមកវានឹងបិទដោយស្វ័យប្រវត្តិបាទចុចមក3ដងបាទឃើញហើយបងប្អូនចាំមើលខ្ញុំអុសឲ្យមើលបាទឃើញទេអុសបានស្រីចិត្តហើយនេះគឺយើងបើកតួនាទីរបស់ voice over បានអញ្ចឹងមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកអរគុណច្រើនបើពេញចិត្តចុច like ឲ្យផងហើយនឹង subscribe ឲ្យផងនិងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីរបស់ channel ខ្ញុំបន្តទៀតបាទអរគុណច្រើនជម្រាបលា